តែនេះឥឡូវនេះយើងចាប់ផ្ដើមចេញទៅនេះឡានដែរអារ៉ាំសាំប៊ូមូលបាយសួស្តីមនុស្សល្អជាមួយនឹងមនុស្សមិនសូវល្អទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូមួយនេះខ្ញុំថតតាំងពីខ្ញុំហើយព្រាមអ្នកគ្នាខ្ញុំត្រូវមួទៅពេញវិញហើយមុនទៅពេញហ្នឹងខ្ញុំចូលលេងខេត្តកំពង់ចាមបន្ទាប់ពីខេត្តខ្ញុំនិយាយខុសហើយខ្ញុំខ្ជិលកាត់តែយើងចូលលេងភ្នំហាន់ជ័យហើយចូលលេងកំពង់ចាមបន្ទាប់មកទៅលេងភ្នំប្រុសភ្នំស្រីតែមិនតែភ្នំប្រុសភ្នំស្រីនេះយើងបានចូលដោយសារតែមេឃភ្លៀងអ្នកគ្នាទីទៀតអ្នកគ្នាឃើញថាយើងទៅក៏ភ្លៀងអ្នកគ្នាឥឡូវនេះយើងនៅភ្នំហាន់ជ័យហើយនេះគ្នាHappy ខ្មែរយើងបតែជុំឯគ្នាដល់ឆ្នាំក្រោយអត់ត្រេនតែតែគាត់តែខ្នោតតែអញ្ចឹងអ្នកគ្នាបើសិនជាអ្នកគ្នាណាដែលចង់ញ៉ាំខ្នោតមកភ្នំហាន់ជ័យមកគឺខ្នោតធំអ្នកគ្នាញ៉ាំម្នាក់ឯងមួយឆ្នាំអត់អស់ផងអាយស៊ីអត់កាមេរ៉ាមែនវាស៊ីអ្នកគ្នាចុះបើសិនជាអ្នកគ្នាមានចំណាប់អារម្មណ៍មកចង់ញ៉ាំខ្នោតនៅភ្នំហាន់ជ័យមកចង់ប្រាប់ថានៅលើភ្នំហាន់ជ័យហ្នឹងមានរូបចម្លាក់ជាច្រើនអ្នកគ្នាអញ្ចឹងបើសិនជាអ្នកគ្នានិយាយតែបើសិនជាចង់បាន view ស្អាតហើយវាទស្សនវិជ្ជាល្អអ្នកគ្នាអាចមកភ្នំហាន់ជ័យនៅស្រុកអីអ្នកគ្នាខ្ញុំភ្លេចបាត់តែខ្ញុំដាក់ក្នុងលើ Google ឲ្យមើលមកកាមេរ៉ាមែនអញ្ចឹងបន្ទាប់ពីខ្ញុំនិយាយបាយអូហូស្ទឹងហើយបើសិនជាអ្នកគ្នាអត់ជឿឬគ្នាអាចចង់ទៅសារអ្នកគ្នាអាចទៅសារបានគ្រាន់តែវាយ Google មកវាយថាភ្នំហាន់ជ័យទៅគឺវានឹងឃើញ location នេះអ្នកគ្នាអញ្ចឹងបើសិនជាអ្នកគ្នាមានកម្រិតការឬក៏ចង់ដើរលេងកាត់ stress កាត់អីអញ្ចឹងអ្នកគ្នាអាចទៅ enjoy ជាមួយនឹងភ្នំហាន់ជ័យនៅខេត្តកំពង់ចាមយើងបានមកនិយាយទៅជីវិតខ្ញុំអត់អីបានអ្នកគ្នាតែបើអត់កាហ្វេគឺញ័រដៃញ័រជើងធ្វើឲ្យអត់កើតមក stress ហ្មងខ្ញុំអត់ញ៉ាំកាហ្វេនឹងប្រាប់ហើយខ្ញុំអត់ញ៉ាំកាហ្វេទេអ្នកគ្នាគឺអត់ញ៉ាំ soft ហ្មងនេះអ្នកគ្នាខ្ញុំថតបន្តិចមិញហ្នឹងគេហៅថាភ្នំប្រុសភ្នំស្រីប៉ុន្តែយើងបានឡើងទៅដោយសារតែមេឃភ្លៀងលើយើងកាត់មកដល់ក្រុងកំពង់ចាមទៅយើងអត់តឡើងទៅភ្នំភ្លាមអ្នកគ្នាយើងចូលលេងកំពង់ចាមមួយយប់សិនបានព្រលឹមឡើងយើងឡើងទៅពេញហើយនេះយើងរៀបចំធ្វើការឡើងទៅពេញខ្ញុំព្រលឹមឡើងយើងញ៉ាំបាយបានបាយហើយកាហ្វេមួយកែវអូយជីវិតខ្ញុំមានន័យមែនគ្នាព្រលឹមឡើងនិយាយមែនតើបើអត់កាហ្វេជីវិតខ្ញុំគឺអត់មានន័យមកបើបានកាហ្វេកាន់តែមានន័យជីវិតដូចខ្ញុំបញ្ជាក់ចឹងខ្ញុំអត់បានញ៉ាំកាហ្វេអ្នកគ្នាខ្ញុំអត់បានញ៉ាំកាហ្វេទេកុំថាខ្ញុំមានកាហ្វេកាន់មកដល់ពេលដែលខ្ញុំជិះឡានហើយអ្នកគ្នាមើលតែទឹកមុខទៅក៏ដឹងថាខ្ញុំធុញទ្រាន់ប៉ុណ្ណាដែរធុញទ្រាន់ទេអ្នកគ្នាគឺធុញទ្រាន់ខ្ជិលនឹងជិះឡានមកព្រោះពេលខ្ញុំទៅសប្តាហ៍ពេលខ្លះខ្ញុំជិះទៅប៉ុណ្ណៃហើយពេលខ្លះទៀតខ្ញុំជិះឡានក្រុងគេងយប់អ្នកគ្នាបាទមើលច្រើនណាស់ពុំចង់យ៉ាងមើលឲ្យតាមខាត់មកបងលវតានិយាយនឹងវីដេអូដល់ណាដែរទេអ្នកគ្នាអើយតាមទៅកន្លែងនេះអ្នកគ្នាខ្ញុំបាន booking pass app រួចអស់ហើយតែគ្រាន់តែយើងចូលលើឡានភ្លាមឃើញគាត់បកដៃថាអូនម៉ូតូអីហើយយើងមើលទឹកមុខគាត់ទៅអើយក៏យើង cancel pass app គេហ្មងទៅហើយខ្ញុំសុំទោសមែនតើបង pass app ឃើញម៉ូតូយើងនេះទឹកគេចោលឡើងមួយថ្ងៃ4ថ្ងៃ5ថ្ងៃតែបើថាខ្ញុំក៏ចង់ជិះម៉ូតូដោយសារតែខ្ញុំខានជិះចង់យូរនេះខ្ញុំមើលអ្នកគេមានអត្តការដែលធ្លាប់ជិះម៉ូតូទៅផ្សារទៅអីខ្លះឥឡូវយើងមិនសូវបានជិះអញ្ចឹងយើងក៏ជិះទៅហើយនឹងមួយយើងជួយគាត់ផងនេះវាមិនច្រើនទេនេះគាត់ទៀតតែយើងតាមរៀលទេបើតែខ្ញុំមក 5000 និយាយទៅវាតិចតួចអ្នកគ្នាអញ្ចឹងអ្នកគ្នាបើសិនជាចង់ជួយពួកគាត់អីអ្នកគ្នាជួយជិះគាត់ទៅមិនបាច់ចាំតែមានលុយរាប់លានដុល្លារឯណាមិនបាច់ទេអ្នកគ្នាមកជួយទៅអូខេអញ្ចឹង vlog របស់យើងចាំពីខ្ញុំចេញពីផ្ទះរហូតដល់កំពង់ចាមដល់កំពង់ចាមដល់20នេះគឺបញ្ចប់ត្រឹមហ្នឹងហើយដោយសារតែទៀតនោះខ្ញុំនឹងគៀកម៉ោងត្រូវធ្វើការដែរអ្នកគ្នាហើយខ្ញុំពិតអស់កម្លាំងមែនទេអ្នកគ្នាដូចអ្នកគ្នាបានឃើញអញ្ចឹងតូខូចឡានខូចត្រូវចេញមកពីបេតុងហើយឥឡូវមកដល់ផ្ទះត្រូវទៅអីទៅធ្វើការអញ្ចឹង like វីដេអូរបស់យើងមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នាវីដេអូក្រោយ bye see you guys